តាំងពីដើមរៀងមកមនុស្សជាតិរមែងសម្លឹងមើលទៅផ្ទៃមេឃពេលយប់ហើយចោទសួរថាតើយើងនៅឯកោក្នុងសកលលោកនេះឬសំណួរដ៏សាមញ្ញមួយនេះបានលាក់ទុកនៅអាតកំបាំងដ៏ជ្រាលជ្រៅបំផុតប្រចាំប្រវត្តិសាស្ត្ររបស់យើងសម្រាប់អ្នកវិទ្យាសាស្ត្រចម្លើយមិនមែនស្ថិតនៅលើរឿងព្រេងទេប៉ុន្តែស្ថិតនៅលើទិន្នន័យជាមួយនឹងកាឡាក់ស៊ីរាប់ពាន់លានវាស្ទើរតែមិនអាចទៅរួចទេដែលផែនដីជាភពតែមួយគត់ដែលមានជីវិតអ្នកស្រាវជ្រាវផ្នែកតារាសាស្ត្រចំណាយពេលពេញមួយជីវិតស្ដាប់រលកសញ្ញាពីទីអវកាសដ៏សែនឆ្ងាយពួកគេមិនរំពឹងថានឹងឃើញយានអវកាសចុះចតទេតែសង្ឃឹមថានឹងចាប់បានសញ្ញាវិទ្យុពីអរិយធម៌ដ៏ឆ្លាតវៃណាមួយជួនកាលការស្វែងរកមិនមែនសំដៅលើសត្វមានបញ្ញាទេប៉ុន្តែជាពពួកអតិសុខមប្រាណតូចៗការរកឃើញបាក់តេរីនៅលើភពព្រះអង្គាឬនៅក្រោមទឹកកកនៃភពប្រហ័សនឹងផ្លាស់ប្ដូរអ្វីៗទាំងអស់ប៉ុន្តែមានសំណួរមួយហៅថាទស្សនៈផ្ទុយរបស់ Fermi បើសិនជាសកលលោកពោពេញដោយជីវិតចុះហេតុអីបានជាយើងមិនទាន់ឃើញនរណាម្នាក់ទាល់តែសោះតើពួកគេលាក់ខ្លួនឬដាច់ពូជអស់ទៅហើយមានទ្រឹស្ដីមួយពោលថាអរិយធម៌ដែលជឿនលឿនខ្លាំងអាចនឹងបំផ្លាញខ្លួនឯងតាមរយៈសង្គ្រាមឬការប្រែប្រួលអាកាសធាតុមុនពេលពួកគេអាចធ្វើដំណើរឆ្លងកាត់ទីអវកាសបានទោះជាមានភាពស្ងៀមស្ងាត់ដ៏គួរឲ្យខ្លាចនេះក៏ដោយក៏សហគមន៍វិទ្យាសាស្ត្រនៅតែមានសង្ឃឹមរាល់តេឡេទស្សនៈថ្មីដែលត្រូវបានបញ្ជូនទៅទីអវកាសគឺជាភ្នែកថ្មីរបស់យើងដើម្បីស្វែងរកការពិតខណៈពេលដែលអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកនៅឆ្ងាយរាប់លានឆ្នាំពន្លឺមនុស្សមួយក្រុមទៀតជឿថាពួកគេបានមកដល់ទីនេះរួចទៅហើយសម្រាប់ពិភពលោកខាងលិចជាពិសេសសហរដ្ឋអាមេរិករឿងនេះពាក់ព័ន្ធនឹងការលាក់បាំងពាក្យចចាមអារ៉ាមអំពីតំបន់ Area 51នៅតែបន្តលេចលឺតើវាជាការលាក់បាំងដើម្បីកុំឲ្យប្រជាជនភ័យស្លន់ស្លោឬជាការប្រកួតប្រជែងសពាវុធសម្ងាត់ជាមួយប្រទេសមហាអំណាចផ្សេងទៀតការទាមទារឲ្យមានតម្លាភាពកំពុងកើនឡើងប្រជាជនចង់ដឹងការពិតដោយអះអាងថាមនុស្សជាតិមានសិទ្ធិដឹងថាតើយើងមានអ្នកជិតខាងនៅក្នុងសកលលោកនេះដែរឬទេប៉ុន្តែការដឹងការពិតក៏នាំមកនូវការភ័យខ្លាចផងដែរបើពួកគេអាចធ្វើដំណើរឆ្លងកាត់កាឡាក់ស៊ីបានបច្ចេកវិទ្យារបស់ពួកគេគឺប្រៀបដូចជាវេទមន្តសម្រាប់យើងតែយើងអាចការពារខ្លួនបានយ៉ាងដូចម្តេចពាក្យចចាមអារ៉ាមអំពីតំបន់ Area 51នៅតែបន្តលេចលឺតើវាជាការលាក់បាំងដើម្បីកុំឲ្យប្រជាជនភ័យស្លន់ស្លោឬជាការប្រកួតប្រជែងសពាវុធសម្ងាត់ជាមួយប្រទេសមហាអំណាចផ្សេងទៀតការទាមទារឲ្យមានតម្លាភាពកំពុងកើនឡើងប្រជាជនចង់ដឹងការពិតដោយអះអាងថាមនុស្សជាតិមានសិទ្ធិដឹងថាតើយើងមានអ្នកជិតខាងនៅក្នុងសកលលោកនេះដែរឬទេប៉ុន្តែការដឹងការពិតក៏នាំមកនូវការភ័យខ្លាចផងដែរបើពួកគេអាចធ្វើដំណើរឆ្លងកាត់កាឡាក់ស៊ីបានបច្ចេកវិទ្យារបស់ពួកគេគឺប្រៀបដូចជាវេទមន្តសម្រាប់យើងតែយើងអាចការពារខ្លួនបានយ៉ាងដូចម្តេចប៉ុន្តែមិនមែនគ្រប់វប្បធម៌ទាំងអស់សុទ្ធតែភ័យខ្លាចនោះទេសម្រាប់ជនជាតិដើមភាគតិចនិងទស្សនវិជ្ជាបូព៌ាមួយចំនួនការយល់ឃើញរបស់ពួកគេគឺខុសគ្នាស្រឡះទាំងស្រុងកុលសព័ន្ធដូកននៅអាហ្វ្រិកមានចំណេះដឹងអំពីប្រព័ន្ធផ្កាយស៊ីរៀសរាប់រយឆ្នាំមុនពេលតេឡេទស្សន៍ទំនើបត្រូវបានបង្កើតឡើងទៅទៀតពួកគេជឿថាបុព្វបុរសរបស់ពួកគេមកពីទីនោះក្នុងទស្សនៈនេះអ្នកមកពីក្រៅភពមិនមែនជាអ្នកឈ្លានពានទេពួកគេគឺជាបុព្វបុរសពីតារាឬជាអត្ថភាពនៃវិញ្ញាណដែលជួយណែនាំការវិវត្តរបស់មនុស្សជាតិតាំងពីយូរលង់ណាស់មកហើយអត្ថបទវេទបុរាណរបស់ឥណ្ឌាបានរៀបរាប់យ៉ាងក្បោះក្បាយអំពីវិមានអ្នកឬរាជរថហោះដែលអាចធ្វើដំណើរឆ្លងកាត់លំហាអាកាសនិងមានអាវុធដែលមានថាមពលប្រៀបដូចព្រះអាទិត្យសម្រាប់ពួកគេការតាក់ទងជាមួយអត្តភាពក្រៅភពមិនទាមទារយានអវកាសនោះទេប៉ុន្តែវាអាចកើតឡើងតាមរយៈការអភិវឌ្ឍផ្លូវចិត្តការសមាធិនិងការយល់ដឹងពីថាមពលសកលលោកទ្រឹស្ដីអវកាសយានិកបុរាណសន្និដ្ឋានថាព្រះដែលមនុស្សសម័យមុនគោរពបូជាតាមពិតគឺជាអ្នកដំណើរពិភពផ្សេងដែលបាននាំយកចំណេះដឹងមកចែកចាយដល់ផែនដីក្នុងយុគសម័យថ្ម
តើមនុស្សពិតជាត្រូវបានបង្កើតឡើងដោយការអន្តរាគមន៍ពីក្រៅភពមែនទេសម្រាប់ជំនឿមួយចំនួននេះមិនមែនជារឿងគួរឲ្យខ្លាចទេតែវាជាការបញ្ជាក់ថាយើងគឺជាផ្នែកមួយនៃសហគមន៍សកលលោកដ៏ធំមួយងាកទៅកាន់តំបន់អាមេរិកឡាទីនវិញទស្សនៈអំពីថាហោះគឺខុសគ្នាស្រឡះនៅទីនោះរឿងរ៉ាវអំពី UFO មិនមែនជារឿងសម្ងាត់របស់រដ្ឋាភិបាលទេតែវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃប្រទេសដូចជាមិចស៊ិកប្រេស៊ីលនិងឈីលីមានអត្រានៃការរាយការណ៍ឃើញ UFO ច្រើនជាងគេបំផុតនៅលើពិភពលោកប្រជាជននៅទីនោះមានភាពបើកចំហយ៉ាងខ្លាំងក្នុងការនិយាយអំពីបទពិសោធន៍របស់ពួកគេករណីដ៏ល្បីល្បាញមួយគឺនៅទីក្រុងវ៉ាជីនញ៉ាប្រទេសប្រេស៊ីលពេលដែលប្រជាជនជាច្រើនបានអះអាងថាបានឃើញយានអវកាសធ្លាក់និងសត្វចម្លែកដើរនៅក្នុងទីក្រុងរបស់ពួកគេនៅក្នុងវប្បធម៌ទាំងនេះมันមានការមាក់ងាយឬការសើចចំអកច្រើនទេចំពោះអ្នកដែលអះអាងថាបានឃើញយានអវកាសវាត្រូវបានចាត់ទុកថាជាបាតុភូតពិតប្រាកដដែលមិនទាន់អាចពន្យល់បានតែប៉ុណ្ណោះពួកគេជឿថាយើងកំពុងត្រូវបានសង្កេតមើលដោយសារតែភពផែនដីមានធនធានធម្មជាតិនិងជីវចម្រុះដ៏កម្រអ្នកខ្លះចាត់ទុកពួកគេជាអ្នកការពារធម្មជាតិការយល់ឃើញទាំងនេះឆ្លោះបញ្ចាំងពីអារម្មណ៍នៃក្តីសង្ឃឹមនិងអាថ៌កំបាំងខណៈដែលអ្នកខ្លះភ័យខ្លាចការឈ្លានពានអ្នកខ្លះទៀតរងចាំថ្ងៃដែលអាថ៌កំបាំងនេះនឹងត្រូវបានលាតត្រដាងជាសាធារណៈទោះជាយើងមើលតាមជ្រុងវិទ្យាសាស្ត្រការលាក់បាំងស្មារតីអរូបីឬបទពិសោធន៍ផ្ទាល់ក្តីគំនិតអំពីមនុស្សក្រៅភពគឺពិតជាកញ្ចក់ឆ្លុះបញ្ចាំងពីមនុស្សជាតិខ្លួនឯងយ៉ាងពិតប្រាកដរឿងរ៉ាវរបស់ពួកគេបង្ហាញពីការភ័យខ្លាចរបស់យើងចំពោះអ្វីដែលយើងមិនស្គាល់ក្តីសង្ឃឹមរបស់យើងសម្រាប់សេចក្តីសង្គ្រោះឬការចង់ដឹងថាយើងមិនឯកោនៅក្នុងភាពងងឹតដ៏ធំធេងនេះប្រហែលជាការស្វែងរកមនុស្សក្រៅភពតាមពិតគឺជាការស្វែងរកអត្ថន័យនៃជីវិតរបស់យើងផ្ទាល់និងទីតាំងរបស់យើងនៅក្នុងសកលលោកដ៏អាថ៌កំបាំងនេះមិនថានៅថ្ងៃណាមួយយើងពិតជាបានជួបពួកគេឬបន្តសម្លឹងមើលទៅលំហអាកាសដ៏ទទេស្អាតនេះទេសំណួរមួយនេះនឹងនៅតែបន្តជំរុញមនុស្សជាតិឲ្យឈានទៅមុខជានិច្ចចុះអ្នកវិញតើអ្នកជឿថាមានជីវិតនៅក្រៅភពផែនដីដែរឬទេសូមចុច like វីដេអូនេះបញ្ចេញមតិរបស់អ្នកអំពីទ្រឹស្ដីដែលអ្នកជឿជាក់ជាងគេនិងចុច Subscribe ដើម្បីកុំឲ្យរំលងវីដេអូអាថ៌កំបាំងសកលលោកនៅពេលក្រោយរហូតដល់យើងជួបគ្នាលើកក្រោយសូមបន្តសម្លឹងមើលទៅកាន់ដួងតារាហើយបើកចិត្តឲ្យទូលាយចំពោះអ្វីដែលមិនអាចបញ្យល់បានសកលលោកនេះធំទូលាយណាស់គ្រប់យ៉ាងសិតតែអាចទៅរួចអ្នកវិទ្យាសាស្ត្របន្តគណនា probability ដោយជឿជាក់ថាទិន្នន័យនឹងមិនកុហកទេសូម្បីតែសញ្ញាតូចមួយក៏អាចបញ្ជាក់ប្រាប់យើងថាយើងមិនមែនជាអ្នកជិតខាងតែមួយគត់នោះទេទន្ទឹមនឹងនេះយោធានៅតែបន្តតាមដានដែនអាកាសដោយកត់ត្រារាល់បាតុភូតដែលបំពានច្បាប់អាកាសយានិកដែលយើងធ្លាប់ស្គាល់អ្វីមួយកំពុងហោះហើរលើមេឃរបស់យើងចំណែកឯអ្នករក្សាប្រពៃណីបុរាណពួកគេគ្រាន់តែញញឹមហើយបន្តរក្សាទំនាក់ទំនងស្មារតីជាមួយអ្នកដែលបានមកមុនយើងចំណេះដឹងពិតប្រាកដមិនស្ថិតលើម៉ាស៊ីនតែស្ថិតក្នុងចិត្តគំនិតអ្នកសារព័ត៌មាននិងអ្នកស្រាវជ្រាវឯករាជ្យនៅតែបន្តចុះផ្ទាល់ប្រមូលសក្ខីកម្មពីមនុស្សសាមញ្ញដែលបទពិសោធន៍របស់ពួកគេមិនគួរត្រូវបានគេមិនអើពើឬសើចចំអកឡើយទស្សនៈទាំងនេះទោះបីជាខុសគ្នាប៉ុន្តែសុទ្ធតែចង្អុលទៅរកសេចក្តីពិតតែមួយសកលលោកនេះធំធេងពេកស្មុគស្មាញពេកនិងអស្ចារ្យពេកសម្រាប់តែមនុស្សជាតិរស់នៅតែឯងយើងនឹងបន្តស្ដាប់បន្តសង្កេតនិងបន្តចោទសួរថ្ងៃណាមួយភាពស្ងៀមស្ងាត់ដ៏ធំធេងនេះនឹងត្រូវបានបំបែកសូមអរគុណសម្រាប់ការទស្សនានិងគាំទ្រ Channel របស់យើង